ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកន្ធីទី4បទល្មើសប្រឆាំងនឹងជាតិមាតិកាទី1ការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋជំពូកទី2ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋផ្នែកទី2ឧបឃាតនិងការរួមគំនិតក្បត់មាត្រា451បទឧបឃាតឧបឃាតគឺជាការប្រព្រឹត្តអំពើហិង្សាមួយឬច្រើនក្នុងគោលបំណងបង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជាឬនាំឲ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិបទឧបឃាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី15ឆ្នាំទៅ30ឆ្នាំមាត្រា452ស្ថានទម្ងន់ទោសដែលតាក់ទងទៅនឹងជនល្មើសឧបឃាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈមាត្រា453បទរួមគំនិតក្បត់អំពើរួមគំនិតក្បត់គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើនអ្នកដើម្បីប្រព្រឹត្តឧបឃាតកាលបើគម្រោងនេះត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ដោយអំពើជាក់ស្ដែងមួយឬច្រើនការរួមគំនិតក្បត់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំប្រសិនបើបទល្មើសនេះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈមាត្រា454ការលើកលែងឲ្យរួចផុតពីទោសបុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ត្រូវលើកលែងឲ្យរួចផុតពីការទទួលទោសប្រសិនបើមុនការចោទប្រកាន់បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចពីអត្ថិភាពនៃអំពើនេះហើយបាននាំឲ្យស្គាល់អត្តសញ្ញាណនៃអ្នកចូលរួមដទៃទៀតមាត្រា455ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស 1. ការដកសិទ្ធិជាខ្លះជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 2. ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈការបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 3. ការហាមឃាត់ចំពោះការស្នាក់នៅសម្រាប់រយៈពេល10ឆ្នាំយ៉ាងច្រើន 4. ការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 5. ការហាមឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូលឬការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 6. ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស 7. ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿងឬច្រើនគ្រឿង 8. ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 9. ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន 10. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន 11. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើន